រោងចក្រស្រាបៀងអង្គរនេះគឺបង្កើតឡើងតាំងពីឆ្នាំ1965កាលនោះមានឈ្មោះថារោងចក្រស្រាបៀងសម្ដេចទៅអញ្ចឹងមុននឹងការបង្កើតរោងចក្រទីនេះគឺសម័យនោះយើងមិនសូវសម្បូរអ្នកឯកទេសផលិតខាងស្រាបៀងឡើយទេអញ្ចឹងក្រុមហ៊ុនបានពឹងពាក់អ្នកឯកទេសផលិតស្រាបៀងជាប្រាំងដើម្បីស្វែងរកទីតាំងព្រោះអីយើងនឹងស្រាប់ថាស្រាបៀងដែលមានគុណភាពល្អគឺត្រូវមានប្រភពទឹកល្អអ្នកឯកទេសផលិតស្រាបៀងជាប្រាំងបានធ្វើការរុករកប្រភពទឹកនៅតាមខេត្តមួយចំនួននៅក្នុងប្រទេសរបស់យើងហើយរបបអំពើចុងក្រោយបានបង្ហាញថាខេត្តផ្សេងដូចយើងនេះគឺមានប្រភពទឹកល្អជាងគេដោយសារវាទឹកដែលចេញមកពីតំបន់ភ្នំហើយมันមានការបំពុលទឹកដែលមានចង់ថាទឹកស្អាតជាងគេរបស់ប្រទេសកម្ពុជាយើងបាទបើយើងអាចនិយាយថាសម័យនោះខេត្តផ្សេងនោះគឺនៅឆ្ងាយពីដាច់ឆ្ងាយពីខេត្តផ្សេងជាពិសេសមិនសូវមានប្រជាពលរដ្ឋរស់នៅមិនសូវមានសម្បូរប្រជាពលរដ្ឋរស់នៅទេបើសិនជាភ្នំពេញទឹកភ្នំពេញវាល្អឬក៏អាចធ្វើបានរោងចក្រនៅមកកើតនៅភ្នំពេញឬនៅតាមខេត្តកំពង់ចាមឬនៅខេត្តកណ្ដាលហើយមិនមកកើតនៅមកកើតនៅខេត្តសៀមរាបនេះទេបាទអញ្ចឹងមូលហេតុចម្បងដែលបង្កើតរោងចក្រនៅទីនេះគឺដោយសារប្រភពទឹកនេះព្រោះអីនៅក្នុងស្រាបៀរគឺ 90% ទៅ 95% គឺជាសារធាតុទឹកបាទអញ្ចឹងបើសិនជាមានទឹកល្អគឺអាចផលិតបានស្រាបៀរគុណភាពល្អដូច្នេះអ្នកឯកទេសជាបារាំងបានផ្ដល់នៅគេហៅថាដំបូន្មានឬក៏ការសិក្សាហ្នឹងថាឲ្យយើងបង្កើតនៅក្នុងខេត្តផ្សេងៗតែម្ដងបាទអញ្ចឹងរោងចក្រកសាងឡើងប្រហែលជារយៈពេលជាង2ឆ្នាំបាទឆ្នាំ98គឺបានចាប់ដើមដំណើរការកាលពីសម័យនោះគឺយើងផលិតតែស្រាបៀរដបទេដោយយើងផលិតស្រាបៀរដែលមានម៉ាកសញ្ញាបាយ័ននិងអង្គរទុតិយដើមសំខាន់សម្រាប់ផលិតស្រាបៀរហ្នឹងគឺមាន4មុខទី1ហ្នឹងគឺទឹកដែលសំខាន់ជាងគេតទៅមកទៀតគឺស្រូវសាលីដែលយើងហៅថាម៉លឬក៏បាលីនមួយទៀតគឺហប់និងមួយទៀតគឺយីសហ្នឹងគឺមេរបស់ស្រាបៀរហ្នឹងបាទនៅខេត្តផ្សេងនេះគឺមានប្រភពទឹកល្អណាស់បាទគឺពីមុនអញ្ចឹងទឹកដែលយើងប្រើប្រាស់សប្តាហ៍នេះគឺទឹកដែលចេញពីតំបន់ភ្នំគឺតំបន់ក្បាលឆាយរបស់យើងកាលពីមុនគឺយើងប្រើប្រភពពីបឹងព្រែកទុកយើងនៅក្បែរឆ្នេរអាចារ្យឬតែ7ជាន់នេះប៉ុន្តែដោយសារបច្ចុប្បន្ននេះឆ្នេរដោយសារវាមានការរាក់ហើយមានការបំពុលវាច្រើនបើអញ្ចឹងយើងមិនអាចប្រើប្រាស់ទឹកនេះបានទេនិងការផ្គត់ផ្គង់ក៏មិនគ្រប់គ្រាន់អញ្ចឹងក្រុមហ៊ុនបានបំបែរទៅប្រើទឹកខាងក្បាលឆាយប៉ុន្តែទឹកមកក្បាលឆាយនោះគឺផ្គត់ផ្គង់ដោយក្រុមហ៊ុនអានកូដែលគាត់ទទួលបន្ទុកទឹកឲ្យយើងអញ្ចឹងទឹកគឺត្រូវបានចម្រោះគេហៅថា pre-trip នៅក្នុងក្រុមហ៊ុនអានកូគាត់ច្រោះឲ្យម្ដងហើយប៉ុន្តែមកដល់រោងចក្រយើងគឺយើងឆ្លងកាត់ប្រព័ន្ធចម្រោះមួយដងទៀតទើបយើងអាចយកមកផលិតស្រាបៀរហើយយើងដើម្បីយើងចង់ឲ្យប្រកាសថាទឹកដែលយកមកផលិតស្រាបៀរគឺជាទឹកដែលល្អ